រឿងទន្សាយធ្លាក់អណ្ដូងកាលពីព្រេងនាយមានទន្សាយមួយក្បាលបានចររកចំណីនៅក្នុងព្រៃដោយរវល់តែស៊ីស្មៅខ្ចីៗភ្លេចខ្លួនក៏ឈានជើងហួសធ្លាក់ចូលទៅក្នុងអណ្ដូងធំមួយដែលមានតែដីបែកក្រហែងគ្មានទឹកគ្មានស្មៅទន្សាយខំប្រវេសប្រវាយ៉ាងណាក៏ឡើងមិនរួចសោះព្រោះវាមានជើងខ្លីៗមួយសន្ទុះក្រោយមកមានខ្លាមួយក្បាលបានដើរទៅម្ដុំនោះហើយក៏អើតមើលទៅក្នុងអណ្ដូងឃើញទន្សាយនៅក្នុងអណ្ដូងក៏លន់មកថាអាយ៉ាបងសុភាទន្សាយទេតើប្រហែលជាធ្លាក់ចូលទៅក្នុងអណ្ដូងឡើងមកវិញមិនរួចហើយមកទៅបានជាអង្គុយត្រមងត្រមោចយ៉ាងដូចនេះទន្សាយគិតមួយសន្ទុះក៏ឆ្លើយតបវិញថាទេបងខ្លាយល់ខុសហើយខ្ញុំលោតចូលក្នុងអណ្ដូងនេះព្រោះខ្ញុំយល់ឃើញហេតុវិនិច្ឆ័យមួយដែលនឹងកើតឡើងនៅពេលបន្តិចទៀតនេះហើយខ្ញុំអង្គុយត្រមងត្រមោចដូច្នេះព្រោះអាណិតដល់សពសត្វដែលមិនបានដឹងពីហេតុវិនិច្ឆ័យនេះខ្លាឆ្ងល់ហេតុអ្វីទៅដោយមិនដេចទៅបងទន្សាយឆ្លើយបងខ្លាសម្លឹងមើលទៅលើមេឃខ្លួនឯងទៅបន្តិចទៀតនេះមេឃនឹងបាក់ធ្លាក់ចុះមកហើយបងឯងខ្លាចឬអត់ខ្លាសម្លឹងទៅលើមេឃឃើញមានដុំពពករសាត់យ៉ាងលឿនសម្គាល់ថាជាអំបែងមេឃភ័យណាស់ក៏លោតចូលទៅក្នុងអណ្ដូងជាមួយទន្សាយដែរទន្សាយឃើញឱកាសរំដោះខ្លួនក៏ធ្វើការស្និទ្ធស្នាលជាមួយខ្លាព្រោះវានឹកឃើញឧបាយមួយគឺធ្វើយ៉ាងណាឲ្យខ្លាខឹងចាប់បោះវាឡើងមកលើព្រោះតែទន្សាយឧស្សាហ៍ប្រើខួរក្បាលមកគិតពិចារណាដោះស្រាយបញ្ហាច្រើនវាក៏រកឃើញឧបាយយ៉ាងលឿនដែរកំណត់ក្នុងចិត្តយ៉ាងច្បាស់ហើយទន្សាយក៏ចូលទៅចិត្តខ្លារួចចាក់ក្រឡេកខ្លាទំនងដូចជាចង់លេងជាមួយខ្លាជាសត្វមិនចូលចិត្តលេងសើចច្រើនទេក៏និយាយឡើងថាបងទន្សាយកុំលេងដូចនេះខ្ញុំមិនចូលចិត្តទេប្រយ័ត្នខ្ញុំភ្ញាក់ដៃចាប់បោះបងទន្សាយឡើងមកលើត្រូវមេឃសង្កត់ស្លាប់ទៅលើដូច្នេះទន្សាយកាន់តែខំចាក់ក្រឡេកថែមទៀតខ្លាទ្រាំពុំបានក៏ចាប់ទន្សាយបោះឡើងមកលើព្រឹសទន្សាយរួចខ្លួនផុតពីអណ្ដូងក៏រត់យ៉ាងលឿនសម្ដៅទៅរកលំនៅឋានខ្លួនវិញដោយបន្សល់ទុកឲ្យខ្លានៅក្នុងអណ្ដូងទៅកតិពិចារណាមនុស្សល្ងងអាចជួបប្រទះគ្រោះថ្នាក់រាប់រយចំពោះក្នុងមួយថ្ងៃតែអ្នកមានប្រាជ្ញាវាងវៃអាចកែច្នៃគ្រោះថ្នាក់ឲ្យទៅជាលាភបានមានតែមនុស្សល្ងងទេដែលធ្វើខ្លួនឲ្យដល់នៅសេចក្តីសុខចំណែកឯអ្នកប្រាជ្ញវិញគិតកែខៃសេចក្តីវិនិច្ឆ័យឲ្យទៅជាសេចក្តីចម្រើនកុំជឿដោយគ្មានដោយគ្រាន់តែឃើញនឹងភ្នែកព្រោះភ្នែកមិនអាចមើលឃើញចិត្តនិងគំនិតរបស់អ្នកដទៃឡើយត្រូវពិចារណារកហេតុផលសមរម្យឬសមស្របទៅនឹងកលៈទេសៈពេលវេលានិងស្ថានភាពជាក់ស្ដែងមុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវគិតពិចារណាមុនសិននិងកុំជឿដោយមិនបានគិតឲ្យសោះការភ័យខ្លាចខុសរបៀបក៏អាចធ្វើឲ្យអ្នកជួបគ្រោះថ្នាក់បានដែរ